មរយអង្គហើយមិនបានជារាប់បាតប្រសងអ្នកខ្លះឆ្ងល់ថាចុះបើគង់តែដួសចង្ហាន់មកឆាន់ដដែលចាំមិនទៅដាក់ក្នុងបាតនំទៅយូរវិញដួសដាក់ចានមករំទៅអាត្មាថាបើវិញចង់ដដែលមិនបាច់ដួសមកនំយូរមុនលោកទៅឆាន់នៅជាក្រានរំទៅស្រួលរាប់បាតអត់ប្របាតទេបើលោកមាន100បាតមកទៅ100ដែលអង្គណាស្គាយបាត2ទេណាញោមអញ្ចឹងរាប់បាតបើលោកមានប្រមាណបាតប៉ុណ្ណោះមានអីប្របាតរាប់មិនបាច់ចាំទៅរាប់ក៏បានទេចាំសួរទៅគេអ្នកណាទៅរាប់មុនគេដឹងមកប្រាប់ផ្សាយតគ្នាទៅដឹងចំនួនបាត់ប៉ុន្តែអ្វីដែលយើងធ្វើនេះបើប្រសងគុំនៅមួយកន្លែងព្រោះយើងដើរប្រគេនដើរដាក់អានឹងគេហៅថារាប់បាតហើយបើសិនជាយើងនៅតែមួយកន្លែងលោកអ្នកនិមន្តដើរវិញគេហៅថាលោកគោចរបិណ្ឌបាតហើយអាមិនបានបិណ្ឌបាតថាទួនាទីអ្នកកាន់ពុទ្ធសាសនាតាំងពីដើមមកព្រះអង្គត្រាស់ដឹងឡើងឲ្យនិស័យថាឲ្យនិស័យដល់ភិក្ខុសង្ឃថាបណ្ឌិយានលោកប្រភោជនាំងនិសាយបបជាតថតេជីវជីវាឧស្សាហោករណីយោអ្នកដួលហើយត្រូវតែអាស្រ័យបិណ្ឌបាតដរាបដល់អស់មួយជីវិតគឺស្វែងរកចំណីអាហារដែលកើតឡើងដោយកម្លាំងស្មងគឺត្រូវដើរបិណ្ឌបាតទោះបីណែឯងកូនស្ដេចកូននាម៉ឺនមន្ត្រីសេដ្ឋីកហបតីកដុំពីប្រធានរដ្ឋប្រមុខរដ្ឋក៏ដោយតួនាទីកតបកិច្ចរបស់អ្នកបួសត្រូវតែបិណ្ឌបាតលើកលែងតែមានពុទ្ធបរិស័ទជ្រះថ្លាធ្វើចង្ហាន់ប្រគេនសង្ឃភ័តនិមន្តនភ័តចឹងទៅមិនបាច់បិណ្ឌក៏បានដែរបើមានគេប្រគេនចង្ហាន់បើគ្មានទេត្រូវតែបិណ្ឌបាតឆាន់ខ្លួនឯងមិនត្រូវទៅដកទៅស្ទុំទៅកាប់ទៅគាស់ទៅជួររស់យកអង្គមកឆាន់ខ្លួនឯងនោះទេម្ល៉េះហើយកូនស្ដេចក៏ដោយសេដ្ឋីក៏ដោយតែបួសហើយត្រូវតែទៅបិណ្ឌនេះចេះអញ្ចឹងហើយបានជាព្រះពុទ្ធជាបរមគ្រូព្រះអង្គទៅប្រោសបបីតានឹងគឺឪពុកណាញោមដល់ទៅព្រះអង្គយាងបិណ្ឌបាតភិក្ខុសង្ឃចោមរួមយ៉ាងច្រើនតាមក្រោយព្រះបាទសទ្ធោតនៈជាឪពុកនឹងខ្ញាល់ខឹងថាធ្វើមើលតែខ្លួនជាស្ដេចនឹងចិញ្ចឹមកូនមួយមិនរស់ចាំបាច់ដើរសុំទានគេតែសម្លឹងមើលទៅថាកូននឹងសុំទានគេហើយអញ្ចឹងទៅទោសថាមើលទៅឪពុកចិញ្ចឹមមិនរស់ឲ្យកូនដើរសុំទានគេបានប្រពុតបញ្យល់ប្រាប់ថាជានិស័យរបស់អ្នកបួសជាពិសេសកតបកិច្ចរបស់ប្រពុតតាំងទៅពីបុរាណមកតែងតែធ្វើអញ្ចឹងណាញោមហើយយើងហៅពាក្យមួយទៀតថាប្រោស័ព្ទនឹងមានន័យថាមិនសัตว์ងំឲ្យទៅប្រោសឲ្យរស់ទេមានន័យថាចែកបន់ដល់ញោមតាមផ្ទះញោមរវល់ទៅលក់ដូររកទទួលទានអត់សូវមានពេលជួលរោងជួលមីក្រូធ្វើបន់អត់សូវមានពេលទៅវត្តម្ល៉េះហើយបើសិនជាបានលោកនិមន្តមកដល់ក្បែរផ្ទះហើយដាក់ចង្ហាន់លោកទៅបានឧទ្ទិសកុសលដល់មេត្តាបិតាផងបានសន្សំបុណ្យខ្លួនឯងផងអញ្ចឹងបានគេហៅថាប្រោស័ព្ទទៅជួយចែកបុណ្យដល់មនុស្សនៅតាមផ្ទះឯណោះហើយបើយើងអត់បានទៅគ្នាអត់បានធ្វើបុណ្យគ្នាអត់បានទៅវត្តគេលោកថ្ងៃណាមួយស្លាប់ព្រោះទៅមិនទៅដោយសារអត់បុណ្យតែបើចាំចាស់ចាំទៅវត្តចាំចាស់ចាំកាន់សិលឲ្យមិនតាន់ចាស់គាត់ក៏លោកតែស្លាប់ទាំងក្មេងទៅមិនទៅដោយសារអត់បុណ្យអញ្ចឹងមុននឹងគ្នាស្លាប់ទៅឲ្យគ្នាបានបុណ្យខ្លះបានគេប្រើពាក្យមួយម៉ាត់ថាប្រោស័ព្ទដែលជ្រាបសេចក្តីនេះទៅសុទ្ធោធនៈដែលខ្ញាល់នឹងកូនទៅដើរបិណ្ឌបាតឥឡូវលែងខ្ញាល់បែរទៅជាដាក់បាតគេដែរបានជាព្រះអង្គទៅប្រាប់បបីតានឹងតែឲ្យបបីតាចេះដាក់បាតហើយចេះស្ដាប់ធម៌ទៀតឧទ្ទិសដល់មេត្តាបិតាសំដូចពាក្យក្នុងពុទ្ធសាសនាមួយកន្លែងដែលលោកសម្ដែងថាបត្តពរានុភាវេនៈមេត្តាបិតាប្រមុញ្ចរេព្រោះហេតុនោះបានជាមេត្តានិងបិតារមែងរួចចាក់ទីដ៏ថោកទាបដោយអនុភាពនៃបាយដែលកូនដាក់ក្នុងបាតអញ្ចឹងបើសំណួរថាហេតុអីបានជាធ្វើបុណ្យឧទ្ទិសឲ្យម៉ែឪចាំបាច់ដាក់បាតមកពីបល័យលោកថាអញ្ចឹងថាបត្តពរានុភាវេនៈមេត្តាបិតាប្រមុញ្ចរេព្រោះហេតុនោះបានជាមេត្តាបិតារមែងរួចចាក់ទីដ៏ថោកទាបទៅកាន់ទីខ្ពង់ខ្ពស់ដោយអនុភាពដែលបាយដែលកូនដាក់បាតហ្នឹងបានជាកូននិយមធ្វើបុណ្យឧទ្ទិសជូនមេត្តាបិតាដោយនិមន្តព្រះសង្ឃមកបិណ្ឌបាតឬក៏ដាក់បាតឬក៏រាប់បាតនឹងឯងចេះអានឹងរឿងដាក់បាតសេចក្តីជ្រះថ្លាអ្នកដាក់បាតនេះបានបុណ្យច្រើនបុរាណថាបុណ្យវាមាន4បុណ្យដេកបុណ្យដើរបុណ្យក្បែរជាដើរបុណ្យលើផ្ទះ
à bồn đê bồn ấy bồn đào bồn ấy bồn các bài chỉ đào bồn ấy bồn lược tiếc bồn ấy bồn đê đôi chỉ cái chlong sả látไป chọc ใส่ มา cái thôi pi bay dục group pi bay tháng ấy miền này giấy còn là khâu là bánh là bám chai giam làm chỉ cái sợi hồ hay pi bay dục hay bây giờ tới hay mau hay tới bị step lớn đêm tầm rong vịt tới sầm ra này to là chọc bồn sầm máu cái hai thằng tới đê đam bay thôi bồn là nâng bồn đê là này ngày pe chỉ chân thấy vịt mà đê đai đôi tập bồn đá đôi chỉ cái đá hai cái thân hai niệm bùa hai sọp hai ca mà chìm hiên sắp tập bàn bồnទាំងអស់អ្នកទៅចូលរួមhai sọp hai ấyហ្នឹងណាអាហ្នឹងគេហៅបនដើរហើយចុះបនក្បែរជាដើរនោះបនអីបុរាណថាបនដេកបនដើរបនក្បែរជាដើរនោះបនរាប់មិនអស់បនក្បែរជាដើរបនអីគេដាក់បាតលោកនិមន្តមកដល់ក្បែរជាដើរផ្ទះហើយចាំបាច់ទៅស្វែងរកបនឯណាហើយមិនបានជាថារាប់មិនអស់ធ្វើបនកក្រឹកកក្រាក់ជួនកាលខាតមិនខាតលុយទេខាតបនកក្រឹកកក្រាក់ខ្លាំងពេកជួនកាលគេហៅម្ចាស់បនភ្នែក3អាត្មាធ្លាប់ដែរតាម្ចាស់បនមានភ្នែកសមានភ្នែកក្រហមមានភ្នែកខ្មៅដែលម្ចាស់បនភ្នែកក្រហមហ្នឹងមិនងាយហៅមកចូលក្នុងរោងទេអង្គុយតែក្បែរចុងភៅទេហើយម្ចាស់បនភ្នែកសហ្នឹងអាត្មាហ្នឹងញយហើយអាភ្នែកសហ្នឹងតម្រូវបប6ខ្ទះស្រាប់តែមនុស្សមកឡើង8ខ្ទះហើយនៅអត់គ្រាន់ទៀតចង់ធ្វើមកខ្សឹបថាអត់គ្រាន់ទេមនុស្សមកថែមទៀតហើយបើចង់អត់គ្រាន់នេះថែមប្រហែលខ្ទះទៀតចង់ថែមអាចារ្យនឹងមកកេះអស់ធុកទៀតហើយនៅអស់ហើយចង់ថែមទៀតអញ្ចឹងអត់មានស្ទាបកប៉ៅមុខបន្តិចស្ទាបកប៉ៅក្រោយបន្តិចបានលុយហុចទៅណាចង់និយាយនោះមកថាណែនិយាយតាមមកខាងនោះគាត់ខ្វះទឹកសោះសំពី3កែទៀតអត់គ្រាន់ទៀតទេលោកទៅនេះលោកទៅនោះស្ទាបចុះស្ទាបឡើងឲ្យនោះមកប្រាប់សុំលូស្លាងបន្តិចនោះខ្វះទៀតណាហើយបើចឹងឲ្យចិនគេកត់ណាជិតភ័យឯងបនឲ្យជាពាក់គេវ័នកអានឹងភ្នែកកាន់ណាសហើយបើថាហើយកឋិនវិញតម្រូវភ្ញៀវនឹង5ឡាន10ឡានហើយទៅជិះមិនទាន់អស់គ្នាទៀតភ្នែកកាន់ណាសឯងគឺមុនឡងចង់ឲ្យរឿងជាពាក់គេហ្នឹងអានឹងគេហៅថាភ្នែកសមកពីរឿងភ័យអញ្ចេះអ្វីវាលើសគម្រោងប្រាប់ភ្ញៀវតែ100នាក់ស្រាប់តែភ្ញៀវមកដល់200នាក់អញ្ចឹងណាបានតែម្ចាស់បនមួយទៀតភ្នែកខ្មៅអាភ្នែកខ្មៅហ្នឹងយូរធ្វើបនម្ដងកុំខ្វល់កុំគិតអាញឹមឲ្យស្រស់សប្បាយមើលទៅភ្នែកថ្លាឲ្យឆ្វង់ខ្មៅឲ្យងឹមអីចាំម្ចាស់បនហ្នឹងភ្នែកសភ្នែកខ្មៅមើលទៅខ្មៅទាំងអស់ណាតែនៅក្នុងមលោកចឹងមើលទៅឃើញខ្មៅទាំងអស់ដូច្នេះអាបនធំហ្នឹងជួនកាលតែភ្នែកសទៅវាមិនសូវដែរហើយជួនកាលកម្រងគិតតែឯងយកជ្រូកប្រមាណមកយកគោប្រមាណមកយកត្រីប្រមាណគិតកំងលិចកំងកើតទៅជួនកាលវាពិបាកបានគេថាដាក់បាតនេះមកវែកមកស្លាបព្រានេះតក់ពេញកំពុងអត់សោកស្ដាយអត់អាឡោះអាឡៃអត់ក្តៅក្រហាយអត់ស្ដាយក្រោយម្លោះហើយធ្វើឲ្យយើងបានបុណ្យនឹងខ្លាំងធ្វើឲ្យយើងបានបុណ្យច្រើនដោយសារយើងអត់ស្ដាយក្រោយណាញោមហ្នឹងហើយគេហៅថាបុណ្យក្បែរជាដើរបុណ្យរាប់មិនអស់ហើយចំណែកបុណ្យមួយទៀតបុណ្យលើផ្ទះញោមណាដឹងបុណ្យអីគេលើផ្ទះបុណ្យកតញ្ញូចាំម៉ែចាំឪព្រះលើផ្ទះអានឹងបុណ្យខ្លាំងនឹងបានបុណ្យដូចធ្វើជាមួយព្រះមែនតើអញ្ចឹងឥឡូវយើងក្នុងថ្ងៃនេះគេហៅថាបុណ្យនឹងឯងបុណ្យក្បែរជាដើរគឺនិមន្តប្រសង់គោចរបានបាបហើយបានបុណ្យបានអានិសង្សយ៉ាងម៉េចថាបានខ្លាំងណាស់និយាយពីម៉ែឪស្លាប់ទៅហើយកូនធ្វើបុណ្យដាក់បាតនឹងនិទានពីឧត្តរាជូនញោមបន្តិចនាងឧត្តរាក្របាត់ម្ដាយស្លាប់បាត់ហើយស្ដាប់លោកទេសនាខ្លួនឯងអត់មានលុយធ្វើបុណ្យសោះស្រាប់តែលោកទេសនាទៅនាងយល់ថាអូការធ្វើបុណ្យហ្នឹងមានតែធ្វើដោយសារអស់លុយក៏មានធ្វើបុណ្យអត់អស់លុយក៏មានអញ្ចឹងបុណ្យទាំងអស់មាន10វិធីណាញោមមាន10របៀបមានអាបុណ្យអស់លុយក៏មានអាបុណ្យមិនអស់លុយក៏មានអញ្ចឹងអាត្មារៀបរាប់ឲ្យញោមស្ដាប់ញោមចាំរើសមើលតែអាបុណ្យណាមិនអស់លុយញោមធ្វើចុះទី1ទាននមយៈបុណ្យកើតពីការឲ្យទាននឹងអស់ខ្លះបានចែកឲ្យគេទី2សីលមយៈបុណ្យកើតពីសមាទានសិលគ្មានអស់អីមករៀនទី3ភាវនាមយៈបុណ្យកើតពីនមស្ការថ្វាយអង្គមព្រះអត់មានអស់លុយអីមករៀន
ហើយទី4វិញអបជាយណៈមយៈបនកើតពីជំរាបសួរទទួលភ្ញៀវចេះក្រោកឈរចេះទទួលចេះសាពះនមស្ការលើកដៃផ្គងអញ្ជលីវន្តិកម្មបានបនដែរបននឹងក៏ទៅដល់ម៉ែឪបានទៀតទី5វិយាវច្ចមយៈអ្នកខ្លះមកជួយលើកជួយលីជួយសែងជួយតបជួយតែងលីសែងលើកទុកលើកដាក់លាងចានលាងឆ្នាំងលាងប៉ាន់លាងពេញចិត្តបន្លែផ្លែឈើជួយដាំជួយស្អជួយស្លក់ជួយហុចអប់ជួយបងអំបិលបងបេះចេងទាំងចាស់ទាំងក្មេងជីវវិយាវច្ចៈអ្នកខលខ្វៃរត់ទឹកបំរើភៀវបំរើប្រសងបានបនដែរអត់មានអស់លុយអីមករៀលប៉ុន្តែប្រើកម្លាំងសោកចម្រងអាហ្នឹងបានបនឧទ្ទិសជូនមេត្តាបិតាដែរហើយចំណែកទី6ធម្មទេសនាមយៈនិមន្តប្រសងសម្ដែងធម៌ទេសនាជួយអាចារ្យបញ្យលធម៌អាបានបនមួយទៀតទី7គ្រាន់តែលោកទេសយើងអង្គុយស្ដាប់នឹងក៏បានបនដែរណាញោមមើលឃើញដែរអាចឧទ្ទិសដល់មេត្តាបិតាបានទី8បតិទានមយៈបើធ្វើបនបានហើយឧទ្ទិសបនជូនមេត្តាបិតាបានបនមួយជាន់ទៀតទី9បត្តានមោទនេមយៈអង្គុយឆ្ងស្រាប់តែគេជូនបននិយាយតើអូយខ្ញុំនេះខ្ញុំធ្វើបនខ្ញុំសុំជូនបនផងសម្រាប់នមោទនេយើងសាធុទទួលយកបានបនដែរឯទី10តម្រង់ទឹកទេឲ្យត្រង់បើយើងលុបភ្លើងយើងអ្នកក្តៅគ្មានអ្នកណាក្តៅជានោះទេដូច្នេះយើងធ្វើបាបយើងអ្នកបាបយើងធ្វើបនយើងអ្នកបនតម្រង់ទឹកទេអញ្ចឹងឲ្យត្រង់បានបនមួយជាន់ទៀតគិតទៅបនមាន10របៀបនាងឧត្តរាស្ដាប់ធម៌យល់បើអញ្ចឹងអញទៅជួយបនគេពេលគេស្ដាប់លោកទេនាងស្ដាប់គេពេលគេនមស្ការនាងនមស្ការគេហើយចេះតែលើកដៃបួងសួងម៉ែឲ្យបនខ្ញុំធ្វើសូមឧទ្ទិសជូនដល់ម៉ែពេលគេរាប់បាតប្រសងទៅរាប់បាតគេម៉ែអើយខ្ញុំសូមរាប់បាតប្រសងគេម៉ែសូមម៉ែទទួលយកផលបុណ្យកុសលពីកូនម្ដាយនោះការស្លាប់ទៅកើតជាប្រែតតែញោមនៅលើដីកំពុងតែអត់ចំណីអាហាររងទុក្ខលំបាកវេទនាស្រាប់តែកូនស្រីចូលមកស្ដាប់ធម៌ចូលមកធ្វើបុណ្យទានហើយរាប់បាតប្រសងគេឯងហ្នឹងស្រាប់តែឧទ្ទិសកុសលទៅឲ្យម្ដាយបានផលពីកូនហ្នឹងបានរឹតខ្លាយទៅជាទេវតាភ្លាមតែមកហើយដល់បានទៅជាទេវតាភ្លាមហ្នឹងមិនទាន់ទៅឋានសួគ៌ទេនៅខុសលេងស្រុកមនុស្សសិនឯគិតដោយអាត្មាដែរអាត្មាគិតថាអញ្ចឹងដែរបើមិនបានទៅទេវតាខុសហើយប្រឆាត់យាយលេងណាណៃហ្មងហើយនាងហ្នឹងបានកើតជាទេវតាភ្លាមអត់ទាន់ទៅណានៅតែអស់លេងពេញតែព្រៃហោះចុះហោះឡើងទៅឃើញតបមួយក្រុមកំពុងលើកមកតបនឹងតាមពិតតែហ៊ានរបស់ប្របាទបង្អនិកាលើកមកពីឈឹកបាំងលើជាដែរនោះនាងនឹងហោះចុះហោះឡើងឃើញតបមកលើពឹសទៅនិមិត្តផ្លូវខ្ញុំនិមិត្តឲ្យផ្លូវឲ្យក្នុងពួកតបនឹងឃើញផ្លូវចេះតែមកតាមផ្លូវហ្នឹងអាមាទឹកខ្សឹបស្ដាច់ព្រះអង្គផ្លូវនេះដែលស្គាល់ទេព្រះអង្គសង្ស័យតែវិញទេព្រះអង្គកុំទៅអីព្រះអង្គដូចជាមិនស្រួលផ្លូវនេះដូចអត់ដែលស្គាល់ហើយដូចខ្យល់ត្រជាក់មិនទេព្រះអង្គដូចលឺសម្លេងអីម្ដងមិនទេព្រះអង្គកុំទៅអីខ្លាចវិញចូលសម្រាប់សិនទៅសម្រាប់ក្រុមដើមឈើធំមួយទេវតានឹងនៅតែលពឹសទៅណាហោះចុះហោះឡើងជុំវិញដើមឈើនឹងចុះមកปุ๊បនេះមិនได้ឃើញភ្នែកស្រស់ពួកទាហានទាំងអស់ភ័យឆោឡោឡើងត្រេកថាណែជាស្អីហ่ะខ្មោចព្រាយបិសាចចុងលងបន្លាច់ខ្ញុំមែនទេនាងថាខ្ញុំពីមុនមកជាមនុស្សខ្ញុំមិនដែលបានធ្វើបុណ្យធ្វើទានសោះខ្ញុំស្លាប់មកកើតជាប្រែតខ្ញុំមានកូនមួយគេជ្រះថ្លានឹងពុទ្ធសាសនាគេធ្វើបុណ្យសន្តានគេរាប់បាតប្រសងតែយកទិផលមកខ្ញុំទទួលផលពីគេនឹងកើតបានជាទេវតាហើយខ្ញុំនៅសប្បាយលេងក្នុងរឹកខ្ញុំហោះលេងហើយខ្ញុំនិមិត្តផ្លូវឲ្យលោកដើរថាអញ្ចឹងហើយនិមិត្តឲ្យចេញជាទឹកហើយនិមិត្តឲ្យចេញជាបាយឲ្យហូបនិយាយពីតាហ៊ានទាំងអស់ព្រឹងរួមព្រឹងស្បែកចម្លែកផ្លែកក្នុងចិត្តព្រោះវាមិនដែលឃើញមួយជីវិតតែមិនដែលឃើញទេព្រះរាជានឹងថ្វាយអង្គមទេវតានឹងភ្លាមសមាទានសិលបើអញ្ចឹងមែនខ្ញុំសូមកាន់សិល5ចាប់ពីថ្ងៃហ្នឹងទៅសមាទានសិល5រួចចប់សពគ្រប់អញ្ចឹងទៅទេវតានឹងក៏លាទៅសោយសម្បត្តិទឹកក្នុងឋានសួគ៌ពួកតបនឹងតដំណើរមកដល់វាំងនៅមិនស្ងៀមទេអញយករឿងនឹងទៅទូលព្រះសម្ពុទ្ធឲ្យដឹងសិនយករឿងនឹងទៅថ្វាយព្រះសម្ពុទ្ធថាព្រះអង្គហើយព្រះអង្គមនុស្សយើងស្លាប់ទៅកើតជាប្រែតស្លាប់ទៅកូនធ្វើបុណ្យរាប់បាតប្រសងឧទ្ទិសទៅបានខ្លាយជាទេវតាបានមកបង្ហាញខ្លួនផ្ទាល់គិតទៅទេវតាមានមែនប្រែតមានមែនប្រពុតយល់ថាមនុស្សនៅតែមិនទាន់ជឿនៅតែអង្គឺគេអារឿងទេវតាមានមែនប្រែតមានមែនឯអត់ហ្នឹងព្រះអង្គនេះមិនឲ្យឃើញពេលនឹងតែម្ដងកំពុងមកសម្ដែងធម៌ស្រាប់ក៏និមិត្តឲ្យឃើញមនុស្សឃើញទេវតាឃើញមនុស្សឃើញប្រែតឃើញមនុស្សញោមមកក៏លេងទៅពួកប្រែតមកវងប្រែតខ្សឹបគ្នានោះចៅខ្ញុំមួយថានោះចៅខ្ញុំនោះកូនខ្ញុំហើយទេវតាមកដែរនោះកូនខ្ញុំនេះចៅខ្ញុំអស្ចារ្យណាស់មនុស្សចាប់ផ្ដើមផ្អើលជឿធ្វើបុណ្យកក្រឹកក្រែងចាប់តាំងពីពេលនោះមកញោមញាតិពុទ្ធបរិស័ទនេះកាលសម័យព្រះអង្គគង់នៅអញ្ចឹងរឿងនេះលើកឡើងថាដោយសារកូនបានធ្វើ
បនដាក់បាតម៉ែឪរួចចាក់ទីដល់ថោកទៀតសំដោយពាក្យថាមេត្តាបិតារមែងរួចចាក់ទីដល់ថោកទៀតដោយអានុភាពនៃបាយដែលកូនកូនដាក់ក្នុងបាតមិនមែនម្យ៉ាងវិញទៀតយើងអ្នកដាក់បាតរមែងបានបនខ្លួនយើងនាងឧបរីញោមមកគេឲ្យចាំផ្ទះឲ្យគេឈ្នួលបំរើចាំផ្ទះឲ្យគេស្រាប់តែនៅឃើញលោកមកបាត់បាតយកបាយមួយចានទៅដាក់បាតប្រសពមានអីអានិសង្សតែប៉ុណ្ណេះនាងនឹងមិនទៅអបាយភូមិអស់មកចន្លោះប្រពុតណាញោមមើលឃើញណាចឹងនាងស្រីម្នាក់ទៀតកំពុងតែបុកល្ងហូបស្រាប់តែឃើញលោកមកបាត់បាតនាងជ្រះថ្លាមិនដឹងយកអីទៅដាក់យកល្ងនោះទៅដាក់អានិសង្សនាងនេះបានកើតក្នុងឋានសួគ៌ជាទេវធីតាជួបនៅព្រះសរិបុត្រសួរថានាងមកកើតជាទេវធីតាដោយសារបុណ្យអីនាងខាងកាលនៅជាមនុស្សឃើញលោកបាត់បាតយកល្ងទៅដាក់បាតចូលក្នុងបាតទៅបានមកកើតប៉ុណ្ណឹងនិយាយពីស្រីអភ័ព្វម្នាក់ទៀតឪពុកម្ដាយស្លាប់ចោលអស់ខ្លួននៅកំព្រាហើយក៏នឹកឃើញកំសត់ណាស់អត់ទ្រព្យសម្បត្តិដើរសុំទានគេដើរសុំទានគេបានហូបថ្ងៃខ្លះបានថ្ងៃខ្លះអត់ថ្ងៃមួយសុំបានបាយក្តាំងមួយដុំស្រាប់តែឃើញព្រះមហាកាសបៈលោកនិមន្តបានបាតនាងជ្រះថ្លាបង្អោនចិត្តយកបាយក្តាំងនោះទៅដាក់បាតព្រះកាសបៈដោយសេចក្តីជ្រះថ្លារបស់នាងបានទៅកើតក្នុងឋានសួគ៌អស់កាលដ៏យូរដែរយើងមើលកណ្ដាស់អានឹងយើងបានបន់ខ្លួនយើងអញ្ចឹងណាហើយនិយាយពីចិត្តកហបតីមកកាន់សំណាក់ព្រះអង្គកាលព្រះអង្គគង់នៅណាញោមដាក់អាទេស500មកអីវ៉ាន់នឹង500អាទេសថ្វាយព្រះអង្គរួចហើយនៅសម្រាននៅនឹងផ្ទុំនៅនឹងស្ដាប់ដេកសម្រាននៅនឹងដើម្បីស្ដាប់ធម៌នៅអស់មួយខែស្ដាប់ធម៌ជ្រះថ្លាចូលចិត្តហើយដល់ទៅលាត្រឡប់ទៅវិញញោមលាត្រឡប់ទៅវិញថ្វាយអង្គមលាព្រះអង្គទៅអាទេស500ដែលថ្វាយព្រះអង្គអីវ៉ាន់អស់ហើយបោទៅវិញអាទេសទៅទេប៉ុន្តែអ្នកស្រុកគេជ្រះថ្លានឹងគាត់ចេះតែដាក់អ្នកខ្លះឧបមាទៅចុះអ្នកខ្លះដាក់ដូងអ្នកខ្លះដាក់ខ្នោតអ្នកខ្លះដាក់ខ្នោអ្នកខ្លះដាក់អីដាក់ចុះដាក់ឡើងអាទេសទាំង500នឹងពេញទៅដែរទៅផ្ទះវិញពេញមកក៏ពេញទៅវិញក៏ពេញយើងខ្លះជួនកាលពេញដែរមកស្រាក់ពេញទៅវិញស្រាក់ពេញដែរមកថងពេញយើងដល់ទៅវិញថងពេញដែរប៉ុន្តែចិត្តតែកហបតីនេះជួនមិនមែនអញ្ចឹងទេគឺអាទេស500នឹងពេញទៅវិញពេញមែនទៅបាត់ព្រះអានន្ទឆ្ងល់មកហើយមនុស្សហ្នឹងមិនទៅណាក៏គេដាក់ពេញអាទេសអញ្ចឹងទៅថ្វាយអង្គមព្រះសួគ៌បបិទ្ធព្រះអង្គឲ្យចម្រើនខ្ញុំព្រះអង្គឆ្ងល់ណាចិត្តកហបតីមកកាន់សំណាក់ព្រះអង្គអស់មួយខែត្រឹមឲ្យវ៉ាន់500អាទេសថ្វាយព្រះអង្គអស់ហើយព្រះអង្គឲ្យឥឡូវត្រឡប់ទៅវិញគេដាក់ឲ្យវ៉ាន់ឲ្យគាត់500អាទេសពេញវិញដដែលខ្ញុំព្រះអង្គឆ្ងល់ព្រះអង្គឲ្យចុះបើគាត់ទៅកាន់សំណាក់ដទៃកន្លែងដទៃគេប្រគេនគេថ្វាយជូនគាត់អញ្ចឹងដែរឬក៏មិនបងឬក៏គេបូជាគាត់ទៅពេលគាត់មករកព្រះអង្គនឹងទេបានប្រពុតសម្ដែងប្រាប់ថាអនន្តកុំឆ្ងល់អានិសង្សអ្នកមានសទ្ធានិងមានសិលនេះទៅប្រទេសណាទៅស្រុកណាទៅខេត្តណានិគមណាកន្លែងណាក៏ដោយតែងតែគេបូជាគាត់អញ្ចឹងជានិច្ចគាត់ទៅរកស៊ីស្រុកណាក៏មិនខាតដែរពីព្រោះអានិសង្សរបស់អ្នកមានសទ្ធានិងមានសិលដែលគាត់ខំកសាងសន្សំទុកតាំងពីដើមមកព្រះអង្គក៏ទ្រង់សម្ដែងគាថាសិទ្ធោសីលេនសម្បណ្ណោយសោភគៈសម្មាបិតោយ៉ាងប្រទេសសង្ឃចតិតតថតថេវពោជិតោដាក់បានអីអស់ឃើញត្រមឹងស្មានស្ដាប់បានបល័យទាំងអស់មានន័យថាអ្នកណាមានសទ្ធានិងមានសិលបុគ្គលនេះទៅទីកន្លែងណាគេគោរពគេបូជាគេស្រឡាញ់ជានិច្ចទៅប្រទេសណាស្រុកណានិគមណាគេតែងគោរពគេតែងបូជាគាត់តែអញ្ចឹងមកពីអានិសង្សពីជាតិមុនគាត់បានកសាងបុណ្យទានដាក់បាតប្រសងទំនុកបំរុងចាស់ព្រឹទ្ធាចារ្យអ្នកកំសត់ទុរគតគាត់ចេះចែករំលែកឲ្យទានគាត់ស្លាប់ពីនោះទៅកើតក្នុងឋានសួគ៌គ្រឿងសក្ការៈយុពីឋានសួគ៌នឹងមកកើតជាមនុស្សបានជាសេដ្ឋីសម័យមួយដើរទៅព្រៃឃើញភិក្ខុសង្ឃបណ្ឌបាតទៀតហើយគាត់ក៏លើកសួរពីគុណម្ចាស់បានចង្ហាន់អីអត់នោះយកធ្វើមិនដឹងគុណម្ចាស់បានចង្ហាន់អីអត់បើញោមមានបុណ្យអាត្មាបានឥឡូវនិយាយបានចង្ហាន់អីអត់បើញោមមានបុណ្យអាត្មាបានឥឡូវថាអញ្ចឹងគាត់សង្ស័យទៅបើកបាតមើលទៅទេងាកមើលថ្ងៃចិត្តត្រង់វឹងហ្មងពីគុណម្ចាស់ចាំនៅតែនឹងសិនរត់វឹងទៅដល់ផ្ទះសួរប្រពន្ធឯងមានបាយអត់មាននេះបាយទុកសម្រាប់បងមានតាដួសបាយនឹងចេញមកក៏លេចឃើញលោកនេះបានបានដែររៀបចំដាក់បាតនៅស្រុកនេះផងហើយយកបាយមកផ្នែកទៅដាក់នៅក្នុងព្រៃឯនោះទៀតគាត់តែងទំនុក
បំរុងប្រសងចាស់ព្រឹកធាចាមកជាតិរបស់គាត់នឹងរហូតអ្នកត្រីអ្នកក្រកំសត់ឲ្យតែគាត់ឃើញគាត់តែអាណិតគាត់តែជួយអានៃសំយ៉ាងនឹងហើយបានជាគាត់អស់អាយុទៅគាត់ទៅកើតក្នុងឋានសួគ៌ដល់តែចុះពីឋានសួគ៌មកកើតជាចិត្តកាលបដីនេះគាត់ទៅណាក៏មានបុណ្យគាត់តាមជួយដែរទៅរកចំនួនជួយប្រែអីក៏នៅតែសុខក៏នៅតែចម្រើនអញ្ចឹងដែរនេះអានិសង្សសម្រាប់ខ្លួនយើងយកមើលឃើញដែរអញ្ចឹងហើយឥឡូវរឿងមួយទៀតអ្នកដាក់បាតប៉ុន្តែមិនមែនបាយយើងទេអានឹងបានបុណ្យអាម៉េចឧបមាថាស្អែកគេដាក់បាតហើយយើងមកបើអ្នកមានមីមានអីរបស់ខ្លួនយើងអានឹងមិនឆ្ងល់ទេហើយចុះបាយម្ចាស់បុណ្យសោះយើងអ្នកយកទៅដាក់អានឹងបានដែរអត់បបាទច័ន្ទបញ្ជូតដែលកើតជាស្ដេចមានឫទ្ធិអំណាចខ្លាំងមានកម្លាំងខ្លាំងនឹងពីជាតិមុននឹងហើយអ្នកជួយយកបាយគេទៅដាក់ប្រសងអញ្ចឹងសេដ្ឋីជួបលោកនៅក្នុងព្រៃដូចគ្នាអញ្ចឹងមកដល់ផ្ទះដួសបាយវិតប្រើអ្នកបំរើនេះលោកចិត្តដាច់បាយលោកបានអត់បានទេយកទៅប្រគេនលោកបន្តិចឲ្យលឿនឡើងឯនោះរត់វឹងរត់មកទំហឹងទៅដល់ដេគុណម្ចាស់ខ្ញុំកណាដាក់ចង្ហាន់នេះមិនមែនបាយខ្ញុំទេចង្ហាន់របស់គេទេអញ្ចឹងខ្ញុំព្រះអង្គសូមប្រាថ្នាឲ្យព្រះអង្គសម្រេចធម៌អីឲ្យបានសម្រេចធម៌នឹងដែរហើយអញ្ចឹងទៅព្រះរាជាដែលព្រះបច្ចេកពុទ្ធក៏លោកឲ្យពរថាសេចក្តីប្រាថ្នារបស់អ្នកនឹងបានសម្រេចអានិសង្សប៉ុណ្ណេះណាញោមកើតក្នុងឋានសួគ៌អស់ការយុដល់ចុះមកជាមនុស្សនេះមានឫទ្ធិមានអំណាចមានកម្លាំងខ្លាំងបានជាស្ដេចហើយកម្លាំងខ្លាំងណាស់អាយុវែងសុខភាពល្អមិនងាយឈឺទៀតដោយសារអាកម្លាំងប្រឹងជួយបុណ្យគេហ្នឹងញោមមើលឃើញណាអញ្ចឹងបាយគេមែនប៉ុន្តែយើងអ្នកប្រើកម្លាំងក៏នៅតែបានបុណ្យដែរបើដូច្នេះហើយរឿងបិណ្ឌបាតមានប្រយោជន៍ញោមបិណ្ឌបាតមកព្រឹកស្អែក100អង្គស្មើដល់ធ្វើបុណ្យមួយឆ្នាំជឿឲ្យកុំជឿមិនដឹងទេចាំមើលណាព្រោះលោក100អង្គនឹងដឹងមកពីណាទេអង្គខ្លះមានស្រុកកំណើតនៅព្រៃវែងស្ទឹងត្រែងកំពង់ចាមព្រែកក្តាមទលេបាត់អង្គខ្លះនៅពោធិ៍សាត់បាត់ដំបងហើយបើសិនជាបញ្ជូនលោកឲ្យទៅតាមវត្តលោកវិញហើយយើងដើរប្រគេនតាមវត្តតម្រាំគ្រប់100នឹងមួយឆ្នាំហ្នឹងហើយឥឡូវដល់ឲ្យលោកមកតែមកកន្លែងផ្ទះយើងមិនដឹងមកពីស្រុកណាទេយើងធ្វើបុណ្យតែមកព្រឹកស្មើបានធ្វើ100វត្តឬក៏100កន្លែងណាញោមថាណាហើយជំនាញមានអស់លោកទៅដងលោកសមាធិលោកវិបស្សនាលោកអាចារ្យបល័យអីយើងដាក់តែម្ដងហ្នឹងបានគ្រប់ជំនាញចឹងបានបុណ្យអានិសង្សច្រើនបុណ្យទី1ហៅថាបុណ្យដាក់បាតប្រសង100អង្គសន្មតថាចប់ប៉ុណ្ណេះស្លេះប៉ុណ្ណឹងឈានចូលមកដល់100ថ្ងៃម្ដងហើយអាម៉េចបានជាធ្វើ100ថ្ងៃអាម៉េចបានជាធ្វើ100ថ្ងៃថាវាមិនដឹងអាម៉េចឃើញគេធ្វើតាមទៅបើអ្នកស្រុកគេធ្វើចឹងដែរឃើញគេធ្វើបើឯងមិនធ្វើវាមិនកើតអាហ្នឹងរឿងពិតអញ្ចឹងឃើញតែគេធ្វើដែរហើយចុះអាម៉េចបាននិមន្តលោកទេសឃើញតែប៉ុនគេមុនលោកទេសដែរអញ្ចឹងអាត្មានិទានឲ្យញោមថ្លៃតិចបន្តិចណាញោមឥឡូវសួរមតិញោមសិនញោមស្ដាប់តទៀតឬអត់តែបើស្ដាប់តទៀតនិទានតទៀតបើមិនស្ដាប់ទេមិនចប់ប៉ុណ្ណេះចាកែងលោកកពើវារះកាពះវាលមូលមិនអីទេអកកេះអកកដងអកកំប៉ុងអកដបអកកានក៏គេមិនទាន់រៀបហើយដែរអញ្ចឹងបបក៏គេប្រហែលមិនទាន់ខ្លោចដែរណាបន្តិចទៅទៀតក៏បាននិទានឲ្យញោមស្ដាប់ឲ្យប្លែកបន្តិចមនុស្សយើងទៅរស់ហើយត្រូវតែស្លាប់តែកើតហើយត្រូវតែស្លាប់រួចមានប្រមាណលានអ្នកស្លាប់ប៉ុណ្ណឹងណាញោមតែដល់និយាយអញ្ចឹងគួរឲ្យភ័យដែរណាមនុស្សយើងជួនកាលអាយុ8 9ស្លាប់ហើយញោមខ្លះពាក់កដាលហើយខ្សែហើយបើអញ្ចឹងយើងនៅតែពាក់កដាលទៀតដល់ថ្ងៃស្លាប់ដែរអាត្មាឃើញរូបមួយគេដាក់ថាសុទ្ធតែឆ្អឹងខ្មោចហើយគេដាក់ភ្លើងឆេះឆ្អឹងខ្មោចគេកំពុងដុតហើយគេដាក់ថាមិនបាច់ណែមិនបាច់ឈ្នាននេះមិនបាច់ចំណែនមិនបាច់ស្អប់ខ្ញុំទេមិនបាច់ឈ្នាននេះខ្ញុំទេមិនបាច់ចំណែនខ្ញុំទេខ្ញុំគង់តែរលាយរូបខ្លួនឯងទេមិនបាច់ចាប់កំហុសខ្ញុំទេព្រោះខ្ញុំនឹងវាខុសតាំងពីកើតមករហូតអញ្ចឹងគិតសពមើលទៅមិនបាច់ចាំចង់ឈ្នះយើងទេយើងវាចាញ់បាត់ហើយទីបំផុតចាញ់គេគង់គេដុតចោលខំថែខំតំលាបប្រេងលាបម្សៅលាបថ្នាំហូបបាយដោះកែលទីទៀតគេដុតចោលឆេះខ្ទេចអស់ដល់គិតមើលទៅគួរឲ្យសង្វេគខ្លួនដែរណាខ្ញុំបើយើងគិតដល់ថ្ងៃស្លាប់ដល់តែស្លាប់ទៅហើយមនុស្សយើងអ្នកនៅរស់ធ្វើបុណ្យ3យ៉ាងធ្វើបុណ្យ3យ៉ាងបុណ្យទី1ហៅថាបុណ្យជាបណកិច្ចបុណ្យទី2ហៅថាបុណ្យមរណៈសង្គ្រោះបុណ្យទី3ហៅថាបុណ្យតក្កិណានុបទានអានឹង100ថ្ងៃវានៅក្នុងតក្កិណានុបទាននៅក្នុងបុណ្យទី3បុណ្យទី1ជាបណកិច្ចទី2មរណៈសង្គ្រោះទី3តក្កិណានុបទានប៉ុណ្ណឹងចេះចង់និយាយឲ្យញោមស្ដាប់ថ្លៃតិចហ្នឹងត្រង់ថាវិធីរៀបចំសព
ពិធីអ្នកនៅរស់ធ្វើបន់ជូនអ្នកស្លាប់លើពិភពលោកយើងនេះមានច្រើនរបៀបបើយើងគិតដោយខ្លីមាន4របៀបទី1គេហៅជាបណៈកិច្ចការទុកដាក់សាកសពឲ្យតាមសមគួរដល់ប្រពៃណីហ្នឹងគឺមាន4 1គេយកទៅចោលក្នុងព្រៃ2គេយកទៅបោះក្នុងទឹក3គេយកទៅកប់ក្នុងដី4ដុតដោយភ្លើងនិយាយពីចោលក្នុងព្រៃញោមប្រទេសអេស្គីម៉ូបើម៉ែឪស្លាប់ទៅហើយគេអត់បាច់ធ្វើបុណ្យ7ថ្ងៃ100ថ្ងៃអីច្រើនដូចយើងទេគេយកខ្មោចនឹងទៅដាក់លើភ្នំតកកសែងយកឡើងទៅលើភ្នំតកកដាក់ទៅលើភ្នំហើយទៅគេថាម៉ែឪគេបានឋានសួគ៌ហើយអញ្ចឹងជាទំនៀមទម្លាប់កូនគេបប្រតិបត្តិជាមួយម៉ែឪគេអញ្ចឹងដែរឲ្យតែស្លាប់ទៅយើងដាក់លើភ្នំតកកនៅប្រទេសអាហ្វ្រិកឯនោះវិញជនជាតិមួយចំនួនម៉ែឪស្លាប់ទៅនាំគ្នារាំទៅហ្មងរាំសប្បាយណាស់សោចសែងសពមកដាក់ក្រោមដើមឈើរាំគេថាជូនដំណើរគាត់ឲ្យបានសុខសប្បាយគាត់ផុតទុក្ខហើយចុះមិនមានក្មេងកើតមកគេអង្គុយយំអ្នកខ្លះមិនយំក៏អង្គុយធ្វើមុខកញ្ញើដាក់គ្នាអញ្ចឹងដែរហើយមិនបានធ្វើអញ្ចឹងគេថានាំទុក្ខមកទៀតហើយមួយយ៉ាងដែរជនជាតិខ្លះទៀតឃើញយើងហូបត្រីអាំងគេអង្គុយសោចគេថាស៊ីខ្មោចជនជាតិខ្លះស្លាប់ហើយគេយកទៅចោលក្នុងព្រៃចោលក្នុងព្រៃជាប់នៅក្នុងធម៌ដោយលោកសោតអចិរੰវត្តយ៉ាងកាយោរូបរាងកាយនេះទៅវិញ្ញាណដោះដៃព្រឹសឆត់ធោគ្មានខ្លឹមសារគេយកទៅចោលក្នុងព្រៃឲ្យដេកសង្កត់លើផែនដីអត់មានប្រយោជន៍ប៉ុន្តែបើយើងគិតមកសម័យឥឡូវណាញោមក្នុងធម៌ព្រៀបថាយកទៅចោលក្នុងព្រៃដោយសង្កត់អស់រកប្រយោជន៍គ្មានប៉ុន្តែបើយើងគិតមកសម័យឥឡូវនេះបើគិតជាមួយអស់ស្លាប់ទៅគេកាត់កង់យកទៅដាក់លក់នៅឯផ្សារមានគេទិញណាញោមប៉ុន្តែមនុស្សយើងបើស្លាប់ទៅកាត់កង់យកទៅលក់ឯផ្សារប្រហែលជាគេមិនទិញទេស្រួលគេរត់ជន់គ្នាទៀតណាញោមហើយបើញោមណាចង់សាកចង់ភ្នាល់អីស្លាប់ទៅកាត់កង់យកទៅដាក់លក់សាមើលក៏លោកមានគេទិញឯអាត្មាសុំចាញ់ណាជនជាតិខ្លះយកទៅចោលក្នុងព្រៃដោយប្រទេសឥណ្ឌាពីសម័យដើមគេចោលពីពេញព្រៃឥឡូវនេះគេមានកន្លែងចោលញោមមើលពីឆ្ងាយទៅដូចឡដូចប្រាសាទអញ្ចឹងទៅដល់អើមើលសត្វទឹកខ្មោចរាប់រយរាប់ពាន់គេយកទៅចោលនៅមានទៅសប្តាហ៍ថ្ងៃនឹងមានអាកន្លែងចោលខ្មោចហ្នឹងទៅជនជាតិខ្លះទៀតយកទៅចោលក្នុងព្រៃសង្ឃឹមថាបើសិនជាសត្វមកស៊ីម៉ែឪគេអានឹងបានម៉ែឪគេបានឋានសួគ៌ណែគេជឿប្លែកចឹងនៅម៉ុងហ្គូលីទីពេភាគខាងជើងគេជឿទៅលើសត្វស៊ីរហូតសពថ្ងៃនេះគេជឿទៅលើថ្មាគេមានថ្មាគេនឹងច្រើនណាញោមសាកសពគេដឹកពីគ្រប់ខេត្តមកអាចារ្យភ្លុកគេហៅដុំដេកាន់កបិតតាំងតោកាប់សាកសពឲ្យថ្មាស៊ីប្រសងទីពេបាំងស្គលហើយគេកាប់ដាក់ឲ្យថ្មាស៊ីបើថ្មាមកស៊ីម៉ែឪគេនិយាយពីគេគេថាម៉ែគេបានឋានសួគ៌ឪគេបានឋានសួគ៌ហើយថ្មានឹងវាតម្រង់ជួមកស៊ីហើយដល់តែស៊ីហើយទៅគេរត់ទៅមើលលាក្បាលថ្មាគេចោះរុនប្របណ្ណាអាចារ្យគេទាយថាប្រហែលថ្ងៃទៀតគាត់កាត់គាត់ចោលគាត់កើតវិញគាត់ចាប់ជាតិវិញហើយជំនឿនឹងនៅមានទល់សពថ្ងៃយល់មើលគេដែរនឹងអ្នកនៅរស់ប្រព្រឹត្តទៅដើម្បីអ្នកស្លាប់នឹងជនជាតិផ្សេងនេះពិធីយកទៅចោលក្នុងព្រៃពិធីមួយទៀតបដែតក្នុងទឹកមានអតិពលក្នុងសង្គមខ្មែរដែរមកពីប្រាំមីឥណ្ឌាកាលពីសម័យហ្វូណនចេនឡាខ្មែរយើងបើមានមនុស្សស្លាប់ហើយគេដុតគេរូនហើយគេកើបផេះកើបខ្ជុំកើបឆ្អឹងដាក់ក្នុងកោតមាសកោតប្រាក់យកទៅទម្លាក់ក្នុងស្ទឹងក្នុងបឹងក្នុងទន្លេហើយអ្នកក្រអត់មានកោតមាសគេកើបដាក់ក្អមឆ្នាំងដីយកទៅទម្លាក់ក្នុងទឹកនឹងចោលដែរញោមហើយយកទៅទម្លាក់ចោលហើយនៅតែមានទល់ហូរហែអ្នកខ្លះសពថ្ងៃក៏នៅមានជឿបន្តិចដែរជនជាតិឥណ្ឌាជាង 3000 ឆ្នាំហើយនៅតែជំនឿឲ្យយកទៅចោលក្នុងទឹកហ្នឹងអាត្មាទៅមើលទន្លេមួយដែលល្បីជាងគេយើងហៅទន្លេកុងគីដែលហូរចេញពីភ្នំហិមាល័យឬភ្នំអេវរ៉េសឬហៅភ្នំហេមពៀនមានទន្លេទាំងអស់500ទន្លេហូរនៅលើភ្នំហ្នឹងមានស្រះធំ8ហើយមានប្រភេទសត្វល្មូននិងសត្វស្លាបធំចម្លែកសំបីភ្នំវង្កត់គិរីបរពតក្នុងរឿងរាសណ្ដក៏នៅក្នុងដែរគិរីវង្កត់បរពតសំបីភ្នំកន្ធមាតជាសម្បុកនៃបច្ចេកពុទ្ធក៏នៅលើហ្នឹងដែរសប្តាហ៍ថ្ងៃភ្នំហ្នឹងនៅក្នុងភាគខាងជើងនៃប្រទេសឥណ្ឌាគេឲ្យឈ្មោះថាខេត្តធម្មជលប្រទេសញោមមកទន្លេហ្នឹងអាដើមទន្លេវាហូរចេញពីថ្មជនជាតិប្រាំមីឥណ្ឌាហ្នឹងជឿថាទឹកទន្លេហ្នឹងនាំម៉ែគេទៅឋានសួគ៌ឲ្យតែម៉ែឪគេស្លាប់គេដឹកយកទៅដុតរោទទម្លាក់ក្នុងទឹកហ្នឹងគេថាម៉ែគេទៅឋានសួគ៌ហើយរាល់ថ្ងៃនេះមនុស្សនៅចិត្តនៅឆ្ងាយពីដើមគេកើបឆ្អឹងយកទៅឥឡូវគេរុំញោមគេរុំកណាត់ក្រហមបើស្លាប់ហើយគេរុំកណាត់ក្រហមចងដាក់លើដបូលឡានហើយដឹកដោយអានេះយើងដឹកកូនឈូកចឹងហើយអត់មានផ្អើលគ្នាអីទេអ្នកជិះជាមួយអត់មានផ្អើលទេមិនតិចអត់មានខ្លាចមកដល់មាត់ទន្លេហ្នឹងតថ្លៃគ្នាជាមួយអាចារ្យភ្លុកត្រីស្រាយហុចឲ្យអាចារ្យភ្លុកហ្នឹងដុតរោបន្តិចទម្លាក់ក្នុងទឹកហើយដល់តែទម្លាក់ក្នុងទឹកចឹងទៅ
đại tới cái tham ai cái từ tham xuôi anh nông nè đây ngay hai giây ti tham hai từ mưa ti krong cha chú mua ti krong ti riêng là say để thằng lư thằng nông là khẩu nó ta đó cái hai ti krong waram là xì nè là hai ti krong bên là rành miền sầm non cha cha bồ ran yang cha miền ti bạch cha chiêng tai sập ti bạch cha lơm chạy mà dùng từ lư miền sầm tha kia thum thum cái hai ta sầm tha kia chạm slap nè nè miền mai ai cái thằng ham tay cái tự cọ tự tục đặtไอ้โปรเปรียบดันใบสลับเต้วิจิตเพลย์ไปทางสู้ไอ้จังประตูกินไอ้ซอจะล็อกตัวเนชรานได้ตาโยมนาจังเกาะไอ้ตามกราบตามมาธรรมาตะเกาะเอาเกาะให้เนี่ยกรเด็กหนึ่งมัดตึกหนึ่งระโดดระแนลอาธรรมาตึงมองไปมองบนดาวสังแต่จวนได้จมูกกูก็สู้ก็ได้ก็ได้ก็ไอ้กี่ท่ากี่ได้จำสลับฮะไอ้มันจังcái đằng ta chỉ vấn kê nó khai mình tiên slap chia vì chất plei từ tham xua slap tới cái tiên chương tân tích từ tham xua đấy mà giang dây pi nẹt sọc để miền mình slap hai cái hai sọp màu cái sai từ hông bên plei rồiอาจารย์ลูกเนี่ยเป็นมุกเกสเรจมุกเนี่ยให้ต้องเอาเสรจถึงทั่วตามเนี่ยใส่มุกเกสเรจท่ารามนามสัจเจเฮเนี่ยใส่ตัวเกสเรจท่าเฮรามนามสัจเจเฮเฮcái thà chmua nè slap nâng bàn từ tham xua bật men sạch chắc nó phải thật bật là mong thấy sờ lên cái men sờ lên sọc để ăn man chân ấy như mới sờ lên cái miền khô sạch cái miền thần đất cái miền ấy nó ram nam sạch chưa hè ở thân bên tam phơi mà đòn tới cái ai cha lúc bật run tới cái tẹt tới cái thà từ tham xua mà tệ sai chiêu nhiều mai cầm rẽ chứ ăn mà nung nơi nâng ba tờ lê nâng cái trao chiên pi bay con cho năm hơi cầm rè phải chiên pi mai tới mà đồng tiền là say nâng thấy không mau đại pi mốc pi cái tết chúng miền dây khla có tới chỉ mới đạt tết nâng tục lục mốc pro khơi chung trên đây cái ngột tết nâng miếng ba có vô một lục mốc đang mấy ở mốc quán nó bây giờ bạc cái đai mà hiện giờ chuyên bạc khôngวันนี้อาจจะนั่งเก็บโอมทัวร์ตะกอริสอดทักปิ้งที่กรงบริเวณนั้นทำมาบานชันเกได้ปีประเทศขมายมุนสมัยสงครามเนี่ยในตามดามเรียงโดยจิมอดบังทะเลสาบเปดาได้ภาษาตักเล็กเมียนมนุษย์สลับนั่งโยนเตอร์น้าประดาเจ้าได้ตาคลาสโซกในปฏิปเรียงเมียนตรงตัวเต่าลำเปลี่ยนของเมียนนะให้คลาประดาเจ้าตัวมือเคยตรงเต่าไปมุกปีกร้อยปัญหาอะไรแรงเมียนในดาวดำมือแรงเมียนให้สักสู้แต่ก็กินแรงเมียนได้นี่จุ่มเนื้อตีปีโกนใช้ปฏิบัติเป็นไม้สลับตื้อจะไม่กอดบานทางสู้จะติดเจ้าขนมตึกไอจุ่มเนื้อตีใบคือจะติดกอดขนมใดยังรบเคยพโนโบราณอย่างจานกระโรมอเมริกันปรังองเล่มัมมี่กี่ไปจอกไปโชว์กี่รมสะสอบให้ไปจอกไปโชว์นั่นกี่เอามัมมี่โดยมองกี่เอาตกทมอกี่รอทมอบานใบเตียงกี่ลงได้ให้กี่ดักทมอซองคางปีดักสอบกระดาดักทมอหมักเตียงประเดี๋ยวปีเลยมังฮีกี่รถมองมาเตียงแวงกี่ดาบไปขบาแต่ในขมเอาเจนมากลายไปกี่ลุกใดที่เจนขโมยจะงอยอย่างนั้นขโมยอย่างนั้นนะติดที่กอบสมุนเพียบเสร็จไทยนี่สตักตรันได้สลับเฮ้ยกี่ลงใดเอาเชื่อเฮ้ยกี่ดาสะสอบในกระดานแล้วกี่ดาเนี่ยบ่มเริงกอยปอดจุ่มวิญให้กี่ลุกใดเด็ดงอตอนในพิธีนั้นเป็นโคเคยเป็นกี่แรงเอาถวยจังอะในอาซีเชียไปเซจันกาปอบขนมได้จันสมัยทำไมจึงเลือบเส้นจันสมัยที่เปรี้ยจึงเลือบสั่งจันโบราณก็เชื่อถ้าแกกอบจะเอาตอนแปรเสียไม่ไตรท่านโยมในการพุทธศาสนาจันโบราณตามไอกษาถ้ากอบไปตอนแปรเสียไม่ไตรโดยกิโยลธรรมในการสัมปักเจสาเวกพุทธยืนได้เรียบจอมทัวสังเกตอย่างนี้ศาสนาให้ลงนับเปลี่ยนหนึ่งพนมกอกระดาษบาปกอกระดาษกรีเนาะพนมกระปูใบเป็นคมลุกตกในขนมพนมหนึ่งให้โลกสมาธิหนึ่งพนมนั้นพนมในเก็บจอบตั้งให้ลูกประเด็นเปลี่ยนขนมพนมนั่งให้พนมในแข่งตบจังในตัวฝักไงจนเจ็บจะปนแต่ฉลองมือเคยดับโยมเย็นนาตึงเดียแต่ลางพนมนั่งตั้งเมียนเพลโตเดินขังเลือนั่งปันนักหามกับใบเปลือกตะออกให้กับใบเปลือกถอดรูปเจนเพลิงนะปลุกมุมจรนะวิจังเพลินวิวิทายืนตัดดอกสบกยืนวิตามติดยืนหลงรัสลับตัวเมียนได้ให้ตัดออกไอ้เกมใบเปลือกมาลางตั้งเล่นมาชวัดปีชวัดมุมมอลักขาได้ปันออกนางคงมาติดบานกิตราตามร้อยปีกลัวน้องอัดดังเรืองเกมเนี่ยเย่จนจิตจะปนแต่ฉลองคืนรูปนึงยังมาปัจจัยคเนตวายกลมร้อนประกาศสปานักกิจาเกนังโบชีประกาศสปาในศาสนาพระเจ้าไม่ไตรตระดังล้างลูกตะโบชีเลือดปากใบโลก็
ដោយសារកម្មពីព្រះសិអាមេត្រីធ្លាប់កើតជាមកតម្រៃប្រើតម្រៃឲ្យកាន់ដៃក្តៅហើយតម្រៃនឹងគោរពម្ចាស់ក៏កាន់ទៅឲ្យគេមើលទៅឡំឆេះឲ្យលួយឲ្យលៀកដៃនឹងក៏នៅតែកាន់តម្រៃនឹងកើតមកជាព្រះកសបៈរីឯមកតម្រៃគឺព្រះសិអាមេត្រីអញ្ចឹងហើយបានជាព្រះសិអាមេត្រីត្រូវទៅបូជាសពនឹងបាតដៃពេលនោះមនុស្សទៅស្ដាប់ធម៌ពេលនោះរាប់រយរាប់ពាន់ម៉ឺនសែនលានអ្នកបានសម្រេចធម៌ជាន់ខ្ពស់អញ្ចឹងជនជាតិចិនគេជឿថាភ្នោភ្នំនឹងដូចភ្នោអញ្ចឹងគេកប់រងចាំព្រះសិអាមេត្រីបានជាគេកប់សពតាមគេប្រាថ្នាថាឲ្យម៉ែឪគេតនព្រះសិអាមេត្រីចេះប៉ុន្តែព្រះសិអាមេត្រីផ្ដាំមកថាបើចង់ឲ្យតនព្រះសិអាមេត្រីមិនមែនដោយការកប់សពទេគឺខំស្ដាប់លោកទេសនាជាពិសេសរឿងប្រវត្តិកសាងបារមីនៃព្រះអង្គឯនោះវិញប៉ុន្តែចិនសម័យថ្មីគេរើសតាមក្បួនហងស៊ុយនេះគេថាកប់ទៅកន្លែងណាវាឡើងយូរឡើងលៀបបានគេកប់តាមពិតអញ្ចេះវាមានរឿងនិទានរបស់ចិនមកបរោះម្នាក់ហ្នឹងក្រពេកម្ដាយហ្នឹងក៏ស្លាប់ទៅហើយខ្លួនឯងហ្នឹងបីខ្មោចម្ដាយរកកន្លែងកប់មិនបានទៅកប់ធ្លុកកបីដេកដល់កប់ទៅគាត់ក្រគាត់ទៅថ្វាយអង្គមខ្មោចម៉ែព្រឹកល្ងាចដាក់សំណែនសែនព្រានតាមបែបគាត់ក៏ស្រាប់តែទេវតានៅជុំវិញហ្នឹងជួយថែអាសាការពារគាត់ធ្វើឲ្យគាត់ទៅរកស៊ីមានឡើងរហូតដល់មានទ្រព្យសម្បត្តិយ៉ាងច្រើនដាច់គេមកភូមិគេឆ្ងល់គេថាគាត់នឹងពីដើមក្រទៅចុះមិនគាត់ឥឡូវគាត់មានម្លេះគេតាមមើលឃើញតែគាត់ទៅភ្នោម៉ែគេយល់ថាប្រហែលជាវាកប់ម៉ែនឹងជាប់កន្លែងមានណាអញ្ចឹងគេពិសោធន៍គេថាតែឯងរកស៊ីមានប៉ុណ្ណឹងដែលថាកប់ម៉ែនឹងធ្លាប់កបីទេដល់ឯងកាយពីនឹងគេដាក់លើភ្នោមកឆ្ងាយណោះណែឯងនឹងមានលើនឹងទៀតហេតុតែល្ងងយកមកជឿគេកោះសពម៉ែយកដាក់លើភ្នំឆ្ងាយអត់បានទៅគោរពទៅបូជាអីអត់បានទៅអោបទៅឈ្ងោកដោះស្មៅដោះព្រៃឡើងយក2ឆ្នាំមិនទាន់ទៅអោបផងមានឯណាទេវតាក៏លែងសូវថែអាសាគាត់ក៏រកស៊ីក្រវិញទៅអញ្ចឹងហើយបានជាការជំនឿថារឿងកប់សពនឹងកន្លែងណាមានកន្លែងណាក្រប៉ុន្តែទៅតាមធម៌អានិសង្សកតញ្ញូទេកន្លែងល្អក៏ប៉ុណ្ណាដល់បើកូនគ្មានធម៌កតញ្ញូមិនដែលនឹកម៉ែមិនដែលនឹកឪក៏វារកស៊ីអត់មានដែរប៉ុន្តែបើកូននៅតែនឹកម៉ែនឹកឪនៅតែរកស៊ីមានអញ្ចឹងទោះបីធ្លាប់កបីក៏ដោយចេះអានឹងរឿងកប់របស់ចិនប៉ុន្តែខ្មែរយើងកប់ឲ្យមិនលើកធាតុមកវិញហៅថាធ្វើបន់លើកធាតុឯជំនឿទី4ហៅថាធ្វើបន់បូជាដោយភ្លើងយកលំនាំស្ដេចចាក់យកលំនាំតាមពុទ្ធយកធាតុមកគោរពបូជាដូចយើងអញ្ចឹងតម្កល់ក្នុងកោដ្ឋក្នុងអធិធាតុនេះញោមមកបានបន់បានអានិសង្សខ្លាំងណាស់បន់នេះគេហៅថាបន់ជាបណកិច្ចគឺកាត់ទុកដាក់សាសពម្ដាយបន់ទី2អ្នកស្រុកអ្នកភូមិដែលមកចូលរួមនេះគេហៅថាបន់មរណៈសង្គ្រោះគឺគេសង្គ្រោះដល់អ្នកស្លាប់សង្គ្រោះដល់ក្រុមគ្រួសារអ្នកស្លាប់ដោយធម៌4យ៉ាងព្រោះថាគ្នាស្លាប់ឪពុកស្លាប់ម្ដាយបើអ្នកស្រុកមិនអាចមិនឈ្ងោកគ្នាមានទុក2ទុក1ម៉ែឪស្លាប់ទុក2អ្នកស្រុកមិនអាចមិនឈ្ងោកបានប្រពុតឲ្យយើងជួយគ្នាដោយធម៌4ទី1ចូលចាំមគ្គផលទី2មកជួយនិយាយធម៌អាជួយលួងជួយលោមប្រើពាក្យសម្ដីរំលែកទុកគ្នាទី3អត្ថចរិយាប្រព្រឹត្តជាប្រយោជន៍ដល់គ្នានឹងគ្នាកុំចាំតែគេជួយចេះអីក៏ជួយនឹងទៅព្រោះជីវិតនេះកើតស្លាប់ម្ដងម្នាក់ឯទី4សមានតតាទម្លាក់មានអ្នកកុំប្រកាន់ថាអញមានជាងគេអញធំជាងគេអញមិនបាច់ទៅអត់ទៅឈ្ងោកអ្នកក្រីក្រអត់ទេកើតមកជាតិធាតុមកចានរស់បានប្រមាណស្លាប់ដូចគ្នាបានលោកឲ្យមកជួយគ្នានឹងគេហៅថាបុណ្យមរណៈសង្គ្រោះអញ្ចឹងញោមញាតិមកហ្នឹងបានអានិសង្សខ្លាំងណាស់ដោយយកសកលបុត្រដែលកើតមានតកូលទ្រព្យសម្បត្តិស្ដុកស្ដំហ្នឹងមកពីចូលរួមគេស្លាប់ពីជាតិមុនមកច្រើនណាញោមឲ្យតែគេស្លាប់ឲ្យតែគេមានទុកទៅជួយគេបានជាកើតឡើងសម្បូរលៀបសម្បូរយុះសម្បូរបរិវារសម្បូរទ្រព្យសម្បត្តិឯបនទី3គឺតក្ខិណានុបទានតក្ខិណានុបទានគឺកម្មវិធីផ្ញើសហុយបញ្ជូនទៅឲ្យអ្នកស្លាប់ទៅអត់បានយកមាសពេជ្រទៅទេមានតែលុយជាប់ខ្លួនគឺបនជាប់ខ្លួនតែប្រមាណប៉ុណ្ណឹងអញ្ចឹងកូនចៅគេផ្ញើសហុយទៅឲ្យតាមបែបធ្វើតក្ខិណានុបទានឲ្យគាត់បានសហុយនឹងធ្វើដំណើរទៅកើតជាមនុស្សទៅកើតជាទេវតាកាលពីថ្ងៃស្លាប់យើងធ្វើហៅថាមតកៈទានឬមតកៈផាត់បន្ទាប់មកទៀតធ្វើបន7ថ្ងៃហេតុអីបានធ្វើ7ថ្ងៃថាបានជាធ្វើ7ថ្ងៃមកពីម្ដាយឪពុកយើងក្រែងគាត់ស្លាប់ទៅនៅជាប់ជាពាក់ជាមួយកូនជាមួយដីធ្លីផ្ទះសម្បែងកន្លែងឋានទ្រព្យសម្បត្តិធ្វើឲ្យអារម្មណ៍គាត់វិលវល់គាត់អត់ទាន់ទៅចាប់កំណើតកើតឯណាទេគាត់កើតជានេះជានោះនៅក្បែរនឹងបដអាសន្ន7ថ្ងៃដល់ថ្ងៃទី7បានគាត់តកំណើតទៅមុខទៀតបានគេនាំគ្នាធ្វើបន់ឲ្យតដល់ថ្ងៃទី7ហ្នឹងមកបែបទៅរឿងនេះបើចង់ឲ្យពឹស្ដា7ថ្ងៃតែឯងនិយាយ1ម៉ោងទៅវាហើយបានបន្តមកទៀតយើងធ្វើបន់100ថ្ងៃហេតុអីបានធ្វើ100ថ្ងៃគេថាអ្នកណាបន់ខ្លាំងស្លាប់ព្រោះទៅកើតជាទេវតាមិនពេចអ្នកណាបាបខ្លាំងស្លាប់ព្រោះទៅនរកប្រែតភ្លាមហើយចុះអាបន់នៃបាបស្មើគ្នាឲ្យទៅកើតឯណាអាបន់ក៏ធ្វើជីគេក៏ជីធ្វើបាបក៏ធ្វើសិលខ្លះបន់ខ្លះបាបខ្លះជួនកាលធ្វើបាបមួយជីវិតទៅហើយស្រាប់តែដល់ពាក់កដាលអាយុហើយមកកាន់សិលកាន់បានពាក់កដាលក៏ស្លាប់ទៅបើគិតមើលទៅបន់នៃបាបប្រហែលគ្នាឲ្យទៅកើតឯណាញោម
បើថាបនច្រើនទៅទេវតាទៅមនុស្សបាបច្រើនទៅនរកប្រែតហើយចោះបើបាបឲ្យបនស្មើគ្នាឲ្យទៅកើតឯណាអាហ្នឹងអាត្មាក៏មិនដឹងដែរញោមញាតស្ដាប់ធម៌យូរហើយលើកដៃសាពះហ្នឹងខ្លាចរួយដៃដាក់ចោលទៅណាញោមសំបីអាត្មាហ្នឹងក៏ចុកជើងប្រែជើងមួយសាហើយបើអញ្ចឹងញោមណាចុកជើងប្រែដែរទៅចង់កណ្ដោបក៏បានចង់ភ្នែនក៏បានចង់ពលាក៏បានដែរណាញោមមិនបាច់សាពះឲ្យយូរទេឲ្យតែស្ដាប់បានណាអញ្ចឹងអ្នកណាដែលមានបុណ្យផងបាបផងប្រហែលគ្នាមិនតាន់ទៅមនុស្សមិនតាន់ទៅទេវតាចូលទៅកន្លែងថ្លឹងសិនចូលទៅថ្លឹងគីឡូមើលសិនអាហ្នឹងមានន័យថាទៅវាស់បាបហើយបុណ្យគឺទៅកាន់សំណាក់យមរាជនេះតាមគម្ពីរសត្រា100ថ្ងៃនិងទេវទូតទៅសោតស្លាប់ទៅអ្នកណាបុណ្យហើយបាបចែកមិនដាច់ចូលទៅកាន់សំណាក់យមរាជសួរភ្លែតយាយមកពីណាឆ្លើយខាងភ្នំប្រសាទបានធ្វើបុណ្យធ្វើសិលអីអត់អត់ផងចាំឆ្នាំក្រោយចាំចូលកាន់សិលវាមិនតាន់ឆ្នាំក្រោយផងស្លាប់មកទៅពិនិត្យមើលទៅអូយាយបាបច្រើនជាងបុណ្យទៅម្ដាយខាងនោះហើយតានេះមកពីណាដែរភ្នំប្រសាទបានធ្វើបុណ្យនេះអត់ថាឆ្នាំក្រោយឡើងប្រាំងកូនគេធ្វើបច្ច័យ4ឲ្យឥឡូវមិនតាន់ដល់ឆ្នាំក្រោយស្រាប់តែស្លាប់មកទៅពិនិត្យមើលទៅអូលោកតាបាបច្រើនជាងបុណ្យទៅឯនោះហើយលោកតានេះមកពីណាដែរភ្នំប្រសាទនេះសត្វអ្នកប្រសាទនោះគឺស្គាល់ប្រសាទនោះនឹងថាមិនឧបមាតើហើយចាំបានធ្វើបុណ្យធ្វើសិលធ្វើទាននេះអត់បានកាន់សិលមួយថ្ងៃគេបុណ្យផ្ទះខ្ញុំយកទៅដាច់វិញអស់លីបើអញ្ចឹងបាន1ម៉ោង2ម៉ោងវាគ្រាន់បើជាងអត់សោះចេញទៅវិញទៅកើតឯណែណោះតែដល់យមរាជសាកសួរអញ្ចឹងនៅពេលដែលសួរហើយយើងឆ្លើយមិនរួចយមរាជជួយរនឹកមានតាមួយគាត់ធ្វើបុណ្យម្ដងញោមហើយគាត់អត់ទិផលបុណ្យដល់ទេវតាប្រអិនប្រព្រំយមរាជទាំងអស់ស្រាប់តែគាត់ស្លាប់ទៅកើតក្នុងកន្លែងនរកហ្នឹងកន្លែងប្រែតនៃកន្លែងយមរាជហ្នឹងគេសួរអីក៏គាត់រនឹកមិនឃើញយមរាជរនឹកឃើញអូលោកតាឯងធ្លាប់ធ្វើបុណ្យម្ដងថ្ងៃនេះអត់ទិផលមកខ្ញុំបានខ្ញុំដឹងតែអត់ទិបុណ្យមកខ្ញុំមែនខ្ញុំធ្វើមែនថ្ងៃហ្នឹងត្រេកអរនឹងបុណ្យហ្នឹងបានបុណ្យមកជ្រៅទៀតឃើញតែខាងបុណ្យឈ្នះហើយញោមមើលกันណាព្រោះវិញមិនគីឡូវាប្រហែលគ្នាណាដល់ឥឡូវគេបានបុណ្យមកជ្រៅទៀតខាងបុណ្យឈ្នះចេញមកកើតជាមនុស្សវិញនៅពេលដែលសួរគ្រប់សំណួរហើយឆ្លើយមិនរួចមានសំណួរមួយសួរដូចគ្នាទាំងអស់ហើយតែសំណួរចុងក្រោយអាសំណួរចុងក្រោយហ្នឹងបើនិយាយណាឆ្លើយរួចបានមកកើតវិញបានមកកើតជាមនុស្សទេវតាហើយបើឆ្លើយមិនរួចទេអត់បានមកកើតទេទុកផែនដីនេះឲ្យអ្នកផ្សេងមកកើតព្រោះគេទៅដើមយើងកើតច្រើនណាស់ការយើងមកកើតនឹងមានកំណើតជាង700លានកំណើតមកទៅដើមយើងក្នុងម្នាក់ហ្នឹងណាញោមវិជ្ជបណ្ឌិតប្រទេសណាក៏ថាអញ្ចឹងដែរឥឡូវនៅអាមេរិកក៏ដោយគេរកឃើញអញ្ចឹងពេលយើងមកកើតមួយនឹងមានកំណើតជាង700លានកំណើតមកទៅដើមយើងកើតប៉ុន្តែអត់មានវាសនាបានតែយើងមួយគេបាត់ទ្វាពឹកអត់ប្រាំងមែនតែនបាន2គេហៅកូនភ្លុះប្រាំងមែនតែន3យូរម្ដងដូច្នេះហើយបើសិនជាឆ្លើយរួចគេឲ្យមកកើតវិញបើឆ្លើយមិនរួចឲ្យនៅកន្លែងនោះហើយឥឡូវអាត្មាដឹងចម្លើយហើយញោមបើញោមណាចង់ដឹងអាត្មាប្រាប់បើមិនចង់ដឹងទេអាត្មាក៏មិនបាច់ប្រាប់ដែរទុកឆ្លើយតែម្នាក់ឯងចង់ដឹងដែរបើចង់ដឹងមានតែកន្លែងនោះយមរាជសួរអញ្ចេះថាលោកជានៅជាមនុស្សដែលឃើញទេវទូតដែរឬអត់ឆ្លើយផាំងថាឃើញទេវទូតមានប្រមាណស្អីខ្លះឆ្លើយថាមាន5ខុសពីទេវទូតព្រះអង្គចេញបួសមានតែ4នេះទេវទូតយើងមាន5ហ្នឹងស្អីខ្លះទី1កូនក្មេងតូចកូនងាទី2មនុស្សចាស់ទី3មនុស្សឈឺទី4មនុស្សស្លាប់ទី5អ្នកទោសតែប៉ុណ្ណឹងយោឆ្លើយរួចតែប៉ុណ្ណឹងចាញ់រួចហើយនេះនៅក្នុងទេវទូតសោតនៃបត្រៃ3ដោះហើយយាយខ្លះគាត់បើវាយក៏ស្រួលម្លេះកូនទី1កូនក្មេងទី2មនុស្សចាស់ទី3មនុស្សឈឺទី4មនុស្សស្លាប់ទី5អ្នកទោសខ្ញុំកណាន់ទិញអឺរ៉ូជុំមកលើកសួរសូត្រអឺរ៉ូឲ្យស្ដាប់គាត់ថៃក៏ស្រួលម្លេះចាំតរ៉ូតាញោមតែពិចារណាធម៌មិនត្រូវឆ្លើយមិនរួចតោះតែពិចារណាធម៌ពិចារណាថាម៉េចកូនក្មេងតូចនឹងជាតិមកពីកើតហ្នឹងបាត់ចាស់រួចតែបន្ទាប់ពីចាស់ទៅឈឺហើយបន្ទាប់ពីឈឺទៅស្លាប់អានឹងធម៌ហើយចុះអ្នកទោសមកពីអីញោមណាដឹងបានបនជាងច្រើនជាងគេអ្នកទោសអ្នកជាប់គុកមកពីអីនិយាយខ្លះថាលួចគេនិយាយខ្លះថាវាយគេនិយាយខ្លះថាធ្វើបាបណែក្រុមព្រំប្រទានកម្រះប៉ុណ្ណេះរដ្ឋបវេនីមកប៉ុណ្ណេះរដ្ឋធម្មនុញ្ញមកប៉ុណ្ណេះច្បាប់ព្រំប្រទានមកប៉ុណ្ណេះសរុបទៅរាប់ពាន់មេត្រាតែខុសខ្លាចជាអ្នកទោសហើយប៉ុន្តែដល់ទៅច្រើនមេត្រាពេករួចដោយខ្លីនៅតែ5មេត្រានេះកាន់តែ5មេត្រាឲ្យជាប់រួចច្បាប់រដ្ឋបវេនីព្រំប្រទានទាំងអស់គឺសាល5កាន់តែសាល5មកជាប់ហើយកុំឲ្យចំនួនខុស5ប្រការទៀតអត់ខ្លាចជាអ្នកទោសទេណាញោមអង្គការសហប្រជាជាតិគេស្វែងរកមើលគ្រប់ប្រទេសគេរកឃើញតែហ្នឹងគេថាណែពុទ្ធសាសនាសាល5នេះកាន់តែសាល5នេះឲ្យជាប់ហើយកុំចំនួនខុស5ប្រការនេះក្តោបបានគ្រប់ច្បាប់គ្រប់ប្រទេស
អត់ទេច្បាប់រដ្ឋប្រវេណីក្រមព្រហ្មទណ្ឌណាក៏អត់ត្រូវដែរអញ្ចឹងអ្នកទោសសរុបដោយខ្លីមកពីដាច់សិល5កាន់សិល5ឲ្យទៅជាប់ចំនួនខុស5ប្រការកុំធ្វើទៀតអត់ខ្លាចជាអ្នកទោសរួចទេហើយញោមទៅយកអ្នកទោសមកវិនិច្ឆ័យមកពីដាច់សិល5មកទាំងអស់ចុះមានបាណាមានអត្តនីមានកាមេនៅក្នុងនឹងមកពីដាច់សិល5តាកាន់សិល5មកជាប់អត់អីអញ្ចឹងហើយបានជាអាចារ្យគ្រប់វត្តនឹងតែងតែនាំគ្នាសមាទានសិល5ជាពិសេសរៀបវេចង្ហាន់ឲ្យកូនចៅសមាទានសិល5រៀបឧទ្ទិសផលឲ្យសមាទានសិល5រៀបចម្រើនព្រះប្រតិឲ្យសមាទានសិល5ព្រោះកុំឲ្យកូននឹងខ្លាយទៅជាអ្នកទោសហើយដល់ពេលឆ្លើយត្រូវប៉ុណ្ណឹងចេញមកកើតវិញហើយចុះបើប៉ុណ្ណឹងហើយឆ្លើយមិនត្រូវទៀតគេយកទៅណាគេឃុំទុកអត់តន់ឲ្យទៅកើតអត់ឲ្យទៅចាប់កំណើតហើយឃុំទុកឃុំដល់ថ្ងៃណាដល់ថ្ងៃទី100ច្បាប់រដ្ឋធម្មនុញ្ញស្រុកនរកនោះស្រុកយមរាជនោះគេមានច្បាប់ពិសេសមួយគេថាណែឯងតាំងពីស្លាប់មកចូលសំណាក់យើង100ថ្ងៃហើយឥឡូវដល់ថ្ងៃទី100នេះណែឯងនឹងធូរស្បើយបានមួយថ្ងៃពីព្រោះតាំងពីយើងស្លាប់ទៅបើមិនទៅចូលកន្លែងនរកអត់មានក្រាអូខេកាហ្វេកាទៀវទេដឹងតែរងទុករាល់ថ្ងៃអត់មានសម្រាប់ប៉ុន្តែគេអនុគ្រោះឲ្យមួយថ្ងៃទី100ហ្នឹងគេថាយមបបាលលើយនាំគាត់ចេញទៅគាត់គ្រប់100ថ្ងៃហើយបើមានកូនចៅណាធ្វើបុណ្យឲ្យគាត់ទទួលយកផលបុណ្យនោះទៅកើតជាមនុស្សទៅកើតជាទេវតាវិញចុះតែបើគ្មានកូនចៅណាធ្វើបុណ្យឲ្យគាត់ទេឲ្យគាត់មករងទុកនៅទីនេះបន្តទៀតតទៅអស់កម្មម្ចាចឹងហើយបានជាយើងសិក្សាឃើញតែនឹងនាំគ្នាធ្វើបុណ្យឲ្យតណាថ្ងៃទី100ហ្នឹងឲ្យឈ្មោះហៅថាបុណ្យ100ថ្ងៃបុណ្យ100ថ្ងៃហ្នឹងអញ្ចឹងប្រវត្តិសំណួរសួរខាងដើមថាហេតុអីបានធ្វើបុណ្យ100ថ្ងៃហ្នឹងចម្លើយឆ្លើយចប់នឹង100ថ្ងៃនៅតែហ្នឹងហើយនិយាយខ្លះក៏តវ៉ាទៀតដេកគុណអើយលើសទៅហើយខ្លះថាដេកគុណអើយខ្វះទៅហើយព្រោះទៀមទារស័យអាទិត្យខ្លះថាអាឡ័យទៅលើសអស់2 3ថ្ងៃខ្លះថាខ្វះ2 3ថ្ងៃបានគ្រប់100ព្រោះទៀមទារស័យអាទិត្យអាហ្នឹងអាមិនដែរលើសឬខ្វះក៏អត់បញ្ហាព្រោះយើងផ្ញើតាមទេវតាបានអាចារ្យវេហើយផ្ដាំតាមទេវតាថាទេវាគន់ថ្វានិវេតយងសុំផ្ដាំផ្ញើបុណ្យនឹងតាមទេវតាឲ្យនាំទៅប្រាប់ម៉ែឪដូនតាយើងគាត់នឹងបានទទួលកុសលផលបុណ្យសោយសម្បត្តិដប់តាមសេចក្តីប្រាថ្នាពឹស្ដាមានពឹស្ដា7ចប់មានន័យថាវែង7ចប់ពឹស្ដានឹងវាផ្ទុយពីសង្ខេបចំណាំមើលតែអាចារ្យណាគាត់និយាយរឿងហោហែនិយាយថាអាចារ្យនេះពឹស្ដាល្អហើយអាចារ្យណាពី3ម៉ាត់ចប់អាចារ្យនេះនិយាយសង្ខេបអញ្ចឹងពាក្យថាពឹស្ដានឹងបល័យថាវិទ្ធារៈវិទ្ធារៈសំស្ក្រឹតថាវិស្ដារឬពឹស្ដាអានឹងមានន័យថាវែងទលំទលាយសំដៅទៅលើអភិធម្ម7កម្ពីអភិធម្ម7កម្ពីនឹងប្រពុតយកទៅសម្ដែងប្រោសពមេដានៅឋានសួគ៌នោះទៅសងគុណយកមាសពេជ្រទៅសងក៏មិនស្មើយកវិន័យយកប្រសូតទៅសម្ដែងក៏មិនស្មើបានព្រះអង្គទៅសម្ដែងអភិធម្មហ្នឹងដើម្បីសងគុណហើយយើងមិញរាប់បាតយកលំនាំតាមពេលព្រះអង្គទៅសងគុណបបៃតាឯសូត្រអភិធម្មហ្នឹងយកលំនាំប្រពុតទៅសងគុណពមេដាគឺសងគុណម្ដាយប៉ុន្តែកូនចៅមិនចេះសូត្របាននិមន្តប្រសង់មកសូត្រអភិធម្មទាំង7កម្ពីហ្នឹងចែកឲ្យម្ដាយស្ដាប់ឬឲ្យពុទ្ធបរិស័ទស្ដាប់ដើម្បីឧទ្ទិសកុសលជូនទៅម្ដាយអញ្ចឹងអភិធម្ម7កម្ពីណាញោមពឹស្ដាហ្នឹងគឺអភិធម្មមានមេធម្មសង្កណីមេវិភាំងធាតុកថាបុគ្គលបញ្ញត្តិកថាវត្ថុយមកមហាប្រធាននឹងឲ្យធម៌ពឹស្ដាគឺអភិធម្មហ្នឹងប៉ុន្តែបានបុណ្យដោយសារស្ដាប់ដោយគោរពបើមិនគោរពអត់បានបុណ្យនេះលោកសូត្រទៅលោកយើងមកជជែកចចាយមិនស្រួលកើតទៅជាចាបទៅទៀតប៉ុន្តែបើស្ដាប់ដោយគោរពគ្រាន់តែឈានជើងពីផ្ទះមកមួយជំហានបានបុណ្យម៉ាណំជិះកង់ជិះម៉ូតូឡានវិលមកជុំបុណ្យម៉ាណំហើយអានឹងគោរពបើយើងមានការអីនិយាយពេលលោកសឹកគ្នាកុំឲ្យរំខានដល់គេតែរំខានដល់គេច្រើនកម្មពៀតថ្លង់ផងគោផងដោយសារលោកសូត្រយើងនិយាយរំខានបជាវទាំង500លោកកំពុងសូត្រអភិធម្មបជាវស្ដេចជ្រៅបជាវមេគេគាត់ថានឹងឲ្យស្ងៀមកុំមកស្ដាប់លោកសូត្រអបជាវទាំង500វាខ្លាចមេវាចេះនៅស្ងៀមស្ដាប់ថានឹងធေါ်ជាស្ដាប់ទៅទីបំផុតបជាវទាំង500ស្លាប់ទៅកើតឋានសួគ៌ទាំង500ជាទេវបុត្រហើយបជាវទៅជាទៅជាមនុស្សផងទៅកើតជាទេវបុត្រទាំងអស់ដល់តែចុះពីទេវបុត្រមកកើតជាមនុស្សទាំង500នាក់ក្នុងសម័យព្រះបានបួសទាំងអស់គ្នាបជាវមេគឺព្រះសិរីបុត្រសាវកព្រះអង្គហ្នឹងព្រះអង្គទៅសម្ដែងធម៌ប្រោសពមេដាមកសម្ដែងប្រាប់សិរីបុត្របង្រៀនកូនសិស្សទាំង500ឥឡូវមកទៀនបាត់អស់លីងយើងមើលណាបជាវផងស្ដាប់អភិធម្មបានបុណ្យអញ្ចឹងបានយើងនិមន្តប្រសងមកសូត្រអភិធម្ម7កម្ពីហ្នឹងយើងស្ដាប់ទៅបានបុណ្យម្យ៉ាងទៀតអ្នកធ្វើបុណ្យទៅជួនមេដាបៃតាឬក៏ធ្វើជូនអ្នកស្លាប់ចូលចិត្តនិមន្តប្រសងមកពុះស្ដាម7មេដែរនឹងវាមានរឿងនិទានអញ្ចេះប្តីប្រពន្ធ2នាក់ប្តីនឹងប្រុសប្រពន្ធនឹងស្រីរៀបការហើយคล้ายទៅជាប្តីប្រពន្ធហើយក៏ស្រឡាញ់គ្នាធម្មតាឲ្យប្រព
ពន្ធនៅផ្ទះប្តីទៅរកចំនួនជួនប្រែបានលុយបានកាក់មកផ្ទះជួបគ្នាគេសបាយបដាគេទៅងូតទឹកស្រះជ្រៀងសាសងគ្នាបាច់ទឹកដាក់គ្នាពេលប្រពន្ធគេជ្រៀងប្តីថាប្រពន្ធអញសំដែងមើលទៅហ៊ីងវាខ្ទរទឹកដូចហ៊ីងហ្នឹងកន្លែងប៉ុណ្ណេះដូចហ៊ីងស្រាប់តែខ្យល់កស្លាប់ប្តីទៅអារម្មណ៍វាជាប់តែហ៊ីងវាកើជាកូនហ៊ីងនៅស្រះនោះហើយប្រពន្ធនេះប្តីជាទីស្រឡាញ់បែកព្រាត់ប្រាស់ពីអោរាខ្សឹកខ្សួលអួលអាក់កន្ទុកកន្ទិញជុំរៀបរាប់ពីការកំសត់យំមកយំស្វាងយំទៅវត្តថ្វាយអង្គមព្រះអរិយបុគ្គលទាំងឡាយសួរហ្មងប្តីខ្ញុំព្រះអង្គទៅកើតឯណាដល់ព្រះអរិយបុគ្គលទាំងឡាយមានព្រះសិរីបុត្រជាដើមដឹងថាអូដីនាងកើតជាហ៊ីងហើយដោយសាររៀបស្លាប់ទៅអារម្មណ៍ជាប់តែហ៊ីងបើនាងមិនជឿទេតោះទៅមាត់ស្រះនាំនាងនឹងទៅ